ជំពូកទី33ព្រះនន្តថែអបសុកចង់សឹកសម័យថ្ងៃមួយមេខិយថែដែលជាពុទ្ធុបដ្ឋៈបានក្រាបថ្វាយបង្គំទូលសួរព្រះដ៏មានព្រះភិក្ខថាព្រះនន្តថែមិនសប្បាយប្រតិយចង់បួសជាភិក្ខុទៀតទេព្រះនន្តថែបានខ្សឹបប្រាប់ទៅនឹងមេខិយថែថាព្រះអង្គនៅតែនឹកដល់សង្សារមណ្ឌលចិត្តគឺនាងជនបទកល្យាណីនៅឯកបិលភ័ស្ត្រនោះយ៉ាងខ្លាំងនន្តថែបានខ្សឹបប្រាប់ទៀតថាបបិទ្ធមេខិយខ្ញុំនៅចាំថ្ងៃដែលខ្ញុំកាន់ទ្របាតរបស់ព្រះពុទ្ធត្រឡប់ទៅកាន់និក្រូធទៅវិញខណៈដែលខ្ញុំចេញដំណើរទៅនោះនាងជនបទកល្យាណីសម្លឹងមើលភ្នែកខ្ញុំដោយអន្ទះសារក្នុងចិត្តហើយនាងក៏និយាយថាសូមបងប្រញាប់ត្រឡប់មកវិញអូននៅរងចាំបងជានិច្ចខ្ញុំនៅតែស្រមៃឃើញសក់ដ៏ខ្មៅរលោងផាត់ផាយលើកងលគាយលើស្មាទាំងសងខាងរបស់នាងរូបនាងនៅមកនៅពេលខ្ញុំអង្គុយធ្វើសមាធិខ្ញុំនឹកឃើញតែរូបនាងរាល់ពេលវេលាខ្ញុំនឹកនាងខ្លាំងណាស់ខ្ញុំមិនសប្បាយចិត្តចង់រស់នៅជាភិក្ខុយ៉ាងនេះទៀតទេរសៀលស្អែកឡើងព្រះពុទ្ធក៏និមន្តនន្តថែចេញទៅក្រសាលខាងក្រៅជាមួយព្រះអង្គទាំងពីរព្រះអង្គយាងចេញអំពីវត្តចេតពុនឆ្ពោះទៅកាន់ភូមិដាច់ស្រយាលតូចមួយនៅជិតមាត់បឹងទាំងពីរព្រះអង្គគង់នៅលើផ្ទាំងសីឡាដ៏ធំទាបនឹងមាត់បឹងដែលមានទឹកថ្លាខ្មៅយំឆ្លុះដល់បាតដីមានប្រលិតរំចង់រីករះរហ័ងនិងមានវងបាក់សាបាក់សីស្រែកយំខ្ញៀវខ្ញានៅលើព្រៃព្រឹក្សាមើលទៅដូចជាឋានដុសិតទេវលោកគ្រានោះព្រះសាស្តាទ្រង់ត្រាស់នឹងព្រះនន្តថែថាមនាលអនុជមានភិក្ខុខ្លះបានពោលប្រាប់តថាគតថាមិនចង់រស់នៅក្នុងជីវិតជាភិក្ខុតទៅទៀតឡើយតើរឿងនេះពិតឬមិនពិតព្រះនន្តថែគង់នៅស្ងៀមមិនឆ្លើយថាអ្វីទាំងអស់មួយស្របក់ក្រោយមកទើបព្រះពុទ្ធទ្រង់ត្រាស់សួរថាតើអ្នកបានគិតរួចស្រេចបាច់ថាអ្នកនឹងយាងត្រឡប់ទៅកាន់កបិលភ័ស្ត្រវិញដើម្បីរៀបចំឡើងគ្រងរាជសម្បត្តិមែនទេនន្តថែឆ្លើយតបវិញយ៉ាងប្រញាប់ប្រញាល់ថាទេអត់ទេខ្ញុំបានប្រាប់ដល់រាល់គ្នារួចហើយថាចូលចិត្តនយោបាយទេខ្ញុំថាខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងព្រះរាជអាណាចក្រទេខ្ញុំក៏ពុំមានបំណងឡើងធ្វើជាព្រះមហាក្សត្របន្តអំពីព្រះវរបិតាដែរព្រះពុទ្ធទ្រង់ត្រាស់បញ្ជាក់ថាបើអញ្ចឹងហេតុអ្វីក៏អ្នកមិនសប្បាយចិត្តចង់រស់នៅក្នុងឋានៈជាភិក្ខុនេះម្ដងនេះទៀតក៏ព្រះនន្តថែគង់នៅស្ងៀមប្រងើយដដែលព្រះពុទ្ធត្រាស់តថាតើអ្នកនឹកដល់នាងជនបទកល្យាណីមែនទេនន្តថែឡើងប្រភ័ក្រក្រហមប៉ុន្តែព្រះអង្គនៅតែមិនចេញស្ដីព្រះពុទ្ធក៏ទ្រង់ពន្យល់ថាមនាលនន្តៈមានស្រីក្រមុំព្រហ្មចារីច្រើនណាស់នៅក្នុងនគរកោសលនេះហើយសុទ្ធតែមានរូបសម្ផស្សល្អដូចគ្នាតែនឹងកល្យាណីរបស់អ្នកដែរអ្នកនឹកឃើញទេពេលដែលយើងទៅសូត្រធម៌នៅក្នុងប្រាសាទព្រះបាទបសេនតិកោសលនោះតើអ្នកបានកត់សម្គាល់ឃើញនារីខ្លះមានរូបសម្ផស្សស្អាតដូចនាងកល្យាណីដែរឬទេនន្តថែងក់ព្រះសិរៈហើយឆ្លើយថាប្រហែលជាមាននារីខ្លះនៅទីនោះមានសម្ផស្សល្អដូចនាងកល្យាណីអញ្ចឹងមែនប៉ុន្តែទូលព្រះបង្គំខ្វល់ចំពោះតែកល្យាណីមណ្ឌលចិត្តមួយគត់នៅក្នុងជីវិតនេះព្រះពុទ្ធទ្រង់ត្រាស់បន្តថាឧបាទានការជំពាក់ចិត្តគឺជាឧបសគ្គមួយដ៏ធំបំផុតក្នុងការហាត់រៀនព្រះធម៌រូបសម្ផស្សរបស់ស្ត្រីអាចចុះអន់ថយឬក៏រុះរោយដូចគ្នាតែនឹងសម្រស់នៃផ្កាកុលាបដែរព្រះពុទ្ធទ្រង់ចង្អុលទៅកាន់ដូនចាស់ម្នាក់មើលណោដូនចាស់ដែលមានមុខមាត់ជ្រីវជ្រួញកំពុងទប់ខ្លួនដោយឈើច្រត់នៅលើស្ពានឫស្សីនេះប្រកាសជាគាត់ធ្លាប់មានសម្ផស្សល្អម្ដងរួចមកហើយ
សម្ផស្សរបស់នាងជនបទកល្យាណីក៏នឹងត្រូវស្វិតស្រពោនទៅវិញតាមខែឆ្នាំដែរក្នុងរយៈពេលដូចគ្នានេះការស្វែងរកពន្លឺត្រាស់ដឹងរបស់អ្នកក៏នឹងអាចនាំមកសេចក្តីសុខនិងសប្បាយរីករាយសម្រាប់ជាតិនេះនិងច្រើនជាតិតទៅមុខទៀតមនាលនន្តៈចូលអ្នកមើលទៅសត្វស្វាមួយគូដែលកំពុងតែប្រឡែងគ្នាលេងនៅលើមែកឈើនោះទៅអ្នកមើលឃើញស្វាញីមួយមានចុងច្រមុះស្រួចលលែមនិងក្រហមងាំងគួរជាទីស្រឡាញ់ពេញចិត្តឬទេក៏ប៉ុន្តែចំពោះស្វាឈ្មោលវិញស្វាញីគឺជាស្វាល្អដាច់គេនៅក្នុងលោកហើយក៏មានតែមួយគត់ដែលស្វាឈ្មោលត្រូវបូជាជីវិតដើម្បីការពារមនាលនន្តៈតើអ្នកមើលឃើញស្វាទាំងពីរនោះដែរឬទេនន្តៈថែក៏មានបន្ទូលកាត់ព្រះពុទ្ធភ្លាមថាសូមព្រះអង្គក៏មានពុទ្ធដីកាតទៅទៀតខ្ញុំព្រះអង្គដឹងថាព្រះអង្គចង់មានព្រះបន្ទូលយ៉ាងដូចម្តេចហើយចាប់តាំងពីថ្ងៃនេះតទៅខ្ញុំព្រះអង្គនឹងខំរៀនសូត្រធម៌វិន័យហើយព្រះពុទ្ធទ្រង់ញញឹមហើយក៏ត្រាស់បន្តថាជាពិសេសអ្នកត្រូវតែយកចិត្តទុកដាក់ទៅលើការដកដង្ហើមចូលនិងដកដង្ហើមចេញរបស់អ្នកត្រូវតែស្មឹងស្មាតលើខណ្ឌ5គឺរូបខណ្ឌ1វេទនាខណ្ឌ1សញ្ញាខណ្ឌ1សង្ខារខណ្ឌ1និងវិញ្ញាណខណ្ឌ1អ្នកត្រូវតែមើលឲ្យជ្រៅដើម្បីឲ្យឃើញដល់ដំណើរនៃការមានជាតិកំណើតដល់ការរីកធំធាត់និងការចុះអន់ថយទៅវិញនៃធម៌ឬបាតុភូតទាំងឡាយរួមទាំងសកម្មភាពនៃកាយវាចានិងចិត្តរបស់អ្នកផ្ទាល់ផងបើអ្នកមានចងល់អ្វីអ្នកអាចសួរតថាគតក៏បានឬសួរព្រះសារីបុត្រក៏បានមនាលនន្តៈចូលអ្នកចងចាំថាផ្លូវនៃពន្លឺត្រាស់ដឹងប្រកាសជានាំមកនៅសេចក្តីសប្បាយពិតនិងគ្មានលក្ខខណ្ឌហើយក៏គ្មានអ្នកណាមកបំបែកបំបាក់បានឡើយមនាលនន្តៈជាអនុជអ្នកត្រូវតែប្រាថ្នាចំពោះសុភមង្គលបែបនេះណាដោយព្រះអាទិត្យហៀបនឹងអស់ស្ដង់គត់ទៅហើយក៏មានព្រះភិក្ខនិងព្រះនន្តថែក៏យាងត្រឡប់ទៅកាន់វត្តចេតពុនវិញព្រះនន្តថែមានសេចក្តីខ្មាស់បាបក៏ខំព្យាយាមបំពេញនៅសមណធម៌យ៉ាងខ្លាំងក្លាតែមួយអង្គឯងនៅក្នុងព្រៃស្ងាត់រហូតដល់បានសម្រេចព្រះអរហត្តផលប៉ុន្តែពេលពួកភិក្ខុទាំងឡាយសួរព្រះនន្តថាមនាលនន្តៈតើឥឡូវនេះអ្នកចង់សឹកដែរឬទេព្រះនន្តក៏ឆ្លើយតបថាខ្ញុំព្រះករុណាមិនប្រាថ្នាចង់សឹកអ្វីទេនៅក្នុងពេលឥឡូវនេះភិក្ខុទាំងឡាយបានឮពាក្យដូច្នោះហើយក៏ចោទព្រះនន្តៈថែថាព្រះនន្តៈពោលអួតនៅព្រះអរហត្តផលដែលមិនមាននៅក្នុងខ្លួនហើយនាំគ្នាទៅក្រាបទូលរឿងនេះដល់ព្រះសាស្តាព្រះមហាសាស្តាទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយព្រះនន្តៈថែបានពោលពាក្យទាំងនោះគឺត្រឹមត្រូវហើយព្រះអង្គទ្រង់ត្រាស់នៅគាថាយ៉ាងនេះថាដំណក់ទឹកភ្លៀងដែលអាចលិចស្រោចនៅផ្ទះដែលគេប្រក់ដំបូលមិនចិត្តល្អយ៉ាងណារាគៈតែងចាក់ទម្លុះនៅចិត្តដែលបុគ្គលមិនបានចម្រើនយ៉ាងនោះដែរដំណក់ទឹកភ្លៀងមិនអាចលិចស្រោចនៅផ្ទះដែលគេប្រក់ដំបូលចិត្តល្អយ៉ាងណារាគៈក៏មិនអាចចាក់ទម្លុះនៅចិត្តដែលបុគ្គលបានចម្រើនដោយល្អហើយយ៉ាងនោះដែរឆ្នាំក្រោយមកទៀតព្រះពុទ្ធយាងទៅគង់ចាំព្រះវស្សានៅឯក្រុងវេសាលីតាមដែលព្រះអង្គបានសន្យាជាមួយនឹងពួកក្សត្រលិច្ឆវីពួកក្សត្រលិច្ឆវីបានសាងវត្តដ៏ល្អមួយនៅក្នុងព្រៃមហាវ័នទុកថ្វាយចំពោះព្រះពុទ្ធក្នុងទីនោះមានសង់សាលាទេស2ជាន់មួយខ្នងដែលបានដាក់ឈ្មោះថាកោដាគាសាលាព្រមទាំងសង់អគារតូចៗជាច្រើនពង្រាយពាសពេញព្រៃមានភិក្ខុទាំងអស់ចំនួន600អង្គដែលបាននិមន្តមកពីមគធៈនិងតំបន់ជិតៗនោះដើម្បីចូលកាន់វស្សាទី5នៅក្នុងវត្តថ្មីនេះពួកក្សត្រលិច្ឆវីធានាជួយឧបត្ថម្ភដល់ព្រះភិក្ខុសង្ឃទាំងឡាយ
នៅក្នុងពេលបុណ្យចូលវស្សានេះដោយមានការចូលរួមយ៉ាងសកម្មអំពីនាងអំពរបាលីផងដំណក់ទឹកភ្លៀងដែលអាចលិចស្រោចនៅផ្ទះដែលគេប្រក់ដំបូលមិនចិត្តល្អយ៉ាងណារាគៈតែងចាក់ទម្លុះនៅចិត្តដែលបុគ្គលមិនបានចម្រើនយ៉ាងនោះដែរដំណក់ទឹកភ្លៀងដែលមិនអាចលិចស្រោចនៅផ្ទះដែលគេប្រក់ដំបូលចិត្តល្អយ៉ាងណារាគៈក៏មិនអាចនឹងចាក់ទម្លុះនៅចិត្តដែលបុគ្គលបានចម្រើនដោយល្អហើយយ៉ាងនោះដែរព្រះធម្មបទយមកវៈទី1ចប់ជំពូកទី33